bà xôm anh nhạc gặp thành công đòi cơ thể đàn cơ thể thực bóng xong rồi bà lụi sấy con con một ông xôm xôm đó bà lụi tay mình còn cơ thể đàn cơ thể sản tốt nông bà ngày nít nhom bàn thực cả xài bị trật đòn hỏi các con thì mình dòng dắt đại chia học chặt tẹt đại che cà phê ngày thì mà thầy 4 ខែមករាឆ្នាំ 2026 នៅវេលាម៉ោង 5 ល្ងាចកាលពីម្សិលមិញនេះបាទហើយមីងយ៉ងយ៉ាត់នេះម្សិលមិញអត់មានអ្នកណានៅផ្ទះទេដោយសារកូនរបស់គាត់ទៅធ្វើការនៅភ្នំពេញនៅមើលចៅ 2 នាក់ហើយម្សិលមិញនេះលោកតាយ៉ងជាឪពុករបស់គាត់ឈឺត្រូវយកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំបាទហើយពេលនោះហើយនៅសល់តែដូនចាស់ម្នាក់ដូនយាប អាយុប្រហែលជា7ជាងបាទ73ឆ្នាំគាត់ខ្លងគាត់ស្ដាប់អត់បានទេពេលដែលភ្លើងឆេះផ្ទះនេះចង់បញ្ជាក់ប្រាប់ប្រិមិត្តជនជនថាមកពីទុសេខ្សែភ្លើងបាទទុសេខ្សែភ្លើងដោយសារការតភ្លើងចូលអត់មានការដាក់ជ័ររុំដាក់កែនដាក់អីចឹងធ្វើឲ្យមានការឆេះផ្ទះរបស់គាត់ហើយឆេះនេះអត់មានសល់ទេប្រិមិត្តឆេះប្រហែលម៉ោងនេះគឺឆេះតិចទីខ្លាចជាផេះផង់អស់ហើយ ទោះបីអង្គទោះបីជាស្រូវទោះបីជាសម្លៀកបំពាក់ខោអាវរហូតដល់ទ្រព្យសម្បត្តិទាំងឡាយផ្សេងៗមានតាំងពីសិភៅកូនសិក្សាចៅសិក្សារហូតដល់ទ្រព្យសម្បត្តិក្នុងផ្ទះអត់មានសល់អីទេស្រូវអង្គឆេះអស់ហើយសម្លៀកបំពាក់អីអស់ហើយហើយដូនចាស់គាត់ចូលមកពលួតនេះឆេះតកឆេះអីគាត់ទៀតខ្ញុំមិនទាន់បានទៅថតហើយម៉ូតូមួយគ្រឿងដែរ013ឆ្នាំពណ៌ខ្មៅ013និងម៉ាស៊ីនបូមទឹក បាទបានន័យថាឆេះហលីងហ្មងគេថាលួងគេហៅលួងទូកក្តារទលេមិនស្មើភ្លើងឆេះផ្ទះទេបងប្អូនស្លាប់បាកុំឲ្យស្លាប់មេលួងទូកក្តារទលេនៅក្រនបាជាងភ្លើងឆេះផ្ទះឥឡូវនេះប្តីខ្ញុំស្លាប់ហើយបាទហ្នឹងហើយលោកកំអានចាំខ្ញុំសួរចាំឆ្លើយបាទអញ្ចឹងហើយឥឡូវនេះខ្ញុំផ្សាយពីព្រឹកមួយសាហើយសូមបញ្ជាក់ប្រាប់ប្រិមិត្តថាទ្រព្យសម្បត្តិរបស់គាត់ឆេះអស់ស្រូវអង្គសម្លៀកបំពាក់សល់តែមួយកំ ភ្លេនៅនឹងចកេះនេះទេហើយការពីព្រឹកមិញនេះខ្ញុំបានមកផ្សាយគឺខ្ញុំបានជួយឧបត្ថម្ភថវិកាចំនួន$20និងអង្គចំនួន1 តៅហើយពេលនេះគឺលុយបាញ់អត់ចេញទេឥឡូវខ្ញុំយកសាច់លុយមកផ្ទាល់តែម្ដងហើយនឹងលោកគ្រូចៅអធិការវត្តតកោះជ្រុំលោកតាខួននាំអង្គមីត្រីខគ្រឿងឧបភោគបរិភោគជាច្រើនព្រមទាំងថវិកាចំនួន100000 រៀលបាទ100000 រៀលហើយពេលនេះបានលោកផូផានិតបាទលោកផូផានិតនៅប្រទេសអូស្ត្រាលីពេលដែលឃើញការផ្សាយផ្ទាល់របស់អាណាចក្រនគរភ្នំធ្វើវីដេអូផ្ទាល់នឹងភរិយារបស់លោកនិងបុត្រធីតាឧបត្ថម្ភមីងចំនួន$100បាទឧបត្ថម្ភមីងចំនួន$100តាមរយៈលោកគ្រូចាត់ចៅអធិការវត្តកាលីវត្តស្វាយកាលីបាទលោកវត្តស្វាយកាលីហើយគាត់បងលោកផូផានិតលោកគ្រូផូផានិតនិងភរិយាក៏បានឧបត្ថម្ភសម្បត្តិចំនួន$20000 រៀលដែរ$50ដែរសម្រាប់ជីធ្វើការមនុស្សធម៌ក៏ដូចជាបម្រើផលប្រយោជន៍សង្គមព្រមទាំងលោកគ្រូចៅអធិការវត្តស្វាយកាលីលោកគ្រូចាត់ក៏បានឧបត្ថម្ភខ្ញុំ$50000 រៀលដែរហើយអញ្ចឹងមីងថ្ងៃនេះទទួលបច្ច័យពីខ្ញុំលោកគ្រូផូផានិតនៅប្រទេសអូស្ត្រាលីឧបត្ថម្ភមីង$100ខ្ញុំហងដិត$20អង្គមួយតៅទៀតណាមីងណាហើយថវិកាខ្ញុំនឹងបកគលឲ្យមីងឥឡូវនេះឯងអរគុណអ្នកគឺឧបត្ថម្ភអរគុណណាអរគុណមីងឯងតែមកសិនខ្ញុំថាលោកខ្ញុំមិនអីទេអូលីដែរកូនអ្នកចូលមើលមែនណា14ណាមីងនេះលុយនេះមីងឡើងឆោមបាទឡាក់មីងឡើងឆោមមិនជួយខ្ញុំអង្គុយច្បាស់ទេកូនបាទអង្គុយមីងអង្គុយច្បាស់អង្គុយមីងចាស់នេះមីងនេះថវិការបស់លោកគ្រូផូផានិតនិងភរិយាបុត្រធីតានៅប្រទេសអូស្ត្រាលីជូនមីង$100ណាមីងណាហើយនេះថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ$20ជូនមីងហើយព្រមទាំងអង្គមួយតៅដោយសារព្រឹកមិញនេះខ្ញុំបាញ់អត់ចេញដោយសារវាទៅនៅត្រឹមម្ដងឥឡូវក្រុមធនាគារគាត់វេមកខ្ញុំវិញអញ្ចឹងមីងមានអីជូនតទៅលោកផូផានិតទេដែលជួយឧបត្ថម្ភមីងចំនួន$100នៅសហរដ្ឋអាមេរិកនៅប្រទេសអូស្ត្រាលីនេះបាទ
បាទសពរកជន់បាទសពរកជន់បាទនេះមិនចេះព្រោះខ្ញុំអស់ហើយញ៉ាអី ហ្នឹងហើយត្រូវហើយ សុំអីអ្នកជំនួយបាទបាទយើងមិនចេះទេមកហ្នឹងអត់អីទេឥឡូវគាត់និយាយមិនចេញទេប្រិមិត្តហើយឥឡូវនេះសូមបញ្ជាក់ប្រាប់ដល់បងប្អូនប្រិមិត្តគុំជនថាថវិកាខ្ញុំបានជូនគាត់ហើយបាទហើយហើយខ្ញុំជួបបានហើយណាហ្នឹងហើយឥឡូវបានមីងប្រដល់អូបចំឲ្យខ្ញុំហើយសូមឲ្យជូនប្រសូមឲ្យទេវតាឆ្នាំចាស់ឆ្នាំថ្មីចាំឲ្យគឺតាមថាក្រុមគ្រួសារបានក្តីសុខក្តីចម្រើនតែខ្ញុំជឿបាទយល់មិញយល់ហ្នឹងហើយអស់ហើយភ្លើងឆេះផ្ទះកន្លែងថាអស់ហើយឥឡូវមិញរៀបរាប់តិចមើលកាលពីម្សិលមិញហ្នឹងមិញទៅណាខ្លះមុនភ្លើងឆេះផ្ទះរៀបរាប់តាមអ្វីដែលមិញចាំណាយកបែបលយទៅដល់តុនៅតិចពេទ្យនៅរស់សុខភាពទីពេទ្យបង្ហាយស្រុកបាភ្នំនេះណាបាទហើយបន្ទាប់មកប្រហែលម៉ោងដែរខ្ញុំទៅតាំងពីព្រឹកបាទតែទៅល្ងាចម៉ោង5មិនដឹងដំណឹងថាខ្ញុំទៅចេះផ្ទះបាទហើយមិញមកព្រាមឬយ៉ាងម៉េចមកព្រោះមកមិនទាន់ទេតែមកមិនទាន់ទេព្រោះអស់លីងហើយមកដល់គឺអស់លីងយ៉ាងមិញណាហើយឆេះហ្នឹងមានអីខ្លះឆេះហ្នឹងអស់អីខ្លះទៅមិញនៅក្នុងផ្ទះមិញហ្នឹងខាតបងទ្រព្យសម្បត្តិអ្វីខ្លះមិញបាទនិយាយរឿងអស់ខ្ញុំនិយាយអស់ខោអាវមិនមានតែមិនអស់លីងក៏ស្ព្រៃអីក្រៅអីឆេះអស់ដែរហ្នឹងមកអស់លីងអស់លីងមិញណាខោអាវមានផ្លែហ្នឹងហើយចុះណែឮថាតាក់ញៀនបានជីគូសាវត្តណាដែរអស់ដែរអត់ទេជីគូសាអស់តែបើតាក់ញៀនបាននៅក្នុងកបោខ្លួនឯងបាទហើយនឹងវត្តណាអស់មកអស់លីងហើយចុះម៉ូតូអស់ប្រហែលគ្រឿងហើយចុះស្អីទៀតម៉ាស៊ីនកង់អស់3គ្រឿងហើយចុះម៉ាស៊ីនមួយគ្រឿងបងទឹកអញ្ចឹងអស់អាលីងតែម្ដងឥឡូវមិញមានមាសពេជ្រកែកងពីទូសូរកាននៅក្រៅពីនឹងទៀតទេមិញអត់មានទេហើយព្រោះខ្ញុំក្រខ្ញុំអីហើយចុះមានលុយនៅផ្ទះទេពេលតែឆេះហ្នឹងមានទេព្រោះខ្ញុំមូលហេតុអីបានគ្មានព្រោះខ្ញុំក្រហើយចុះណាមិញរងថ្ងៃមានជាពាក់លុយធនាគារលុយរាប់លុយឯកជនអីមិនទេមានជាពាក់ធនាគារថាជាប្រមាណពាក់ធនាគារមិននិយាយសរុបកុំបង្ហាញឈ្មោះអត់ទេអត់ពាក់ទេអត់ឥឡូវចាប់ខ្ញុំនិយាយទៅបាទមករៀបរាប់ពាក់ធនាគារដល់ថ្ងៃមើលកាមេរ៉ាណៃតែមកគាត់គង់អត់មានទុកលំបាកដែរបាទចង់និយាយឥឡូវថាជាពាក់គេដែរអីក៏មិនជាពាក់ទេពាក់ខ្ញុំពាក់គេរាល់ថ្ងៃតិចតួចទេ10000ជាងដុល្លារទៅសាមើលប្តីហើយមានរត់រួចទេសាមើលប្តីរត់រួចទេទុកចិត្តចងថាគេបងឲ្យគេចងពីឯកជនចងពីអាការច្រើនមកការតិចចឹងហ្នឹងអូយល់ហើយមិញប្រហែលជា10000ជាងហើយពូស្លាប់ប្រហែលឆ្នាំហើយពូ3ឆ្នាំហើយលុយដែលជាពាក់គេ10000ដុល្លារជាងហ្នឹងគឺដោយសារមីងយកលុយមកមើលលោកពូបាទមើលស្វាមីដែលគាត់លាចាក់លោកមានលុយហ្នឹងណាហ្នឹងហើយឥឡូវនេះបងប្អូននៅក្រៅប្រទេសគាត់បានសួរខ្ញុំថាមីងមានកូនប្រហែលអ្នកហើយកូន7នាក់តែកូន1នាក់បានអ្នកស្លាប់ម្នាក់នៅសល់6នេះណាឈ្មោះអីអ្នកស្លាប់ឈ្មោះអីថាសុកក្រាន់ណាតបបួសលោកដែរណាបួសលោកបាទហើយមានប្រពន្ធមានកូនហើយបាទហើយក៏បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅបាទហ្នឹងឥឡូវតោះឥឡូវយកសេចក្តីហើយឥឡូវនេះតែហើយខ្ញុំអស់នេះយកគ្មានទេបាទពួកឆែកផ្ទះហើយអស់នេះមានបានក្រីក្រទេតែមេភូមិមេឃុំមិនមានធ្វើឲ្យមីងទេបានក្រីក្រគេឲ្យផងបាទមានទេមើលសួរថាមានទេកន្លងមកអត់មានបានក្រីក្រទេមានមីងមានដែរសុំគេទេមានដែរសុំគេទេតែគេមិនឲ្យសុំអ្នកណាខ្លះមីងសុំអ្នកណាខ្លះខ្ញុំមិនចង់និយាយទេមើលនិយាយមកសុំអ្នកណាខ្លះបាទសុំអ្នកណាខ្លះមិនចង់និយាយទេឲ្យតែខ្ញុំកែកគេនេះក៏និយាយឥឡូវដឹងថាញ៉ាថប់ហើយចុះពេលតន្ទឹមនឹងមីងឆេះផ្ទះទីម្សិលមិញដល់ឥឡូវហ្នឹងមេភូមិអនុភូមិមេឃុំមេស្រុកអីមានមកចិត្តមីងមានយកអំណោយមកជួយមីងទេក៏អត់ទេមានទេ
ឲ្យលឺសុំឲ្យលឺទីនេះ អត់មានទេមេឃុំក្រុមប្រឹក្សាឃុំមិនមានមកអត់ទេ មកអត់ទេ មានមកអត់ទេ មានតែទឹកខេងមួយហើយនឹងទឹកអឿនមួយទេ ហើយតែខេបានបច្ច័យប្រហែលមកជូនមីង 50000 50000លុយគាត់យ៉ាងហ្នឹងមីងអូខេបាន50000ណា ហើយនឹងនគរចាក់អី ដែរបានតែទឹកអឿនយ៉ាងមកហៅបណ្ឌិតយ៉ាងមក ទឹកអឿនបាន20រៀល ណាបន្តមកតើឥឡូវនេះចំណាយខ្ញុំនេះបានប៉ុណ្ណឹងហើយនេះលុយលោកគ្រូខូផានិតនៅអូស្ត្រាលីជួយមីង$100 ឧបត្ថម្ភជួយទៀត បាទហ្នឹងហើយ មានតែបើនិយាយរឿងថា ឥឡូវមីងចេះមីងសនំ ខំមិនគ្មានទេ គ្មានមកចិត្តទេមីងណាឥឡូវមីងសនំពរទៅថ្នាក់ដឹកនាំកាកបាទក្រហមស្រុកកាកបាទក្រហមខេត្តដល់មកបាទខេត្តឲ្យជួយមីងមួយខ្លះមកពីចុងក្រោយមីង ខ្ញុំចាំនិយាយតែខ្ញុំ សនំពរមីងសនំពរ បើសុំផ្ទះតែមួយខ្នងវិញ មីងចង់បានផ្ទះចង់បានអីទេក៏មិន សុំផ្ទះតែមួយខ្នងវិញគាត់រស់នៅ ខ្ញុំក្រ ហ្នឹងហើយក្រឥឡូវមីងអត់មានផ្ទះនៅត្រូវការផ្ទះហើយអញ្ចឹងណា បានទៅផ្ទះនៅតែព្រោះខ្ញុំគ្មានផ្ទះនៅទេ អញ្ចឹងហ៎មកឥឡូវមីងសនំពរមកឱកាសហ្នឹងល្អអ្នកមើលច្រើននៅក្នុងប្រទេសក្រៅប្រទេស ចង់បានពីណាមើលតែប៉ុន្តែខ្ញុំឥឡូវជិះគ្មាន ដល់ហើយចង់និយាយថាសនាសុំផ្ទះ បើសុំផ្ទះមួយខ្នងគាត់រស់នៅ លើកដៃស្ពះមកម៉ែអើន បាទបាទ ផ្ទះមកក្នុង ចង់ឲ្យកូនចៅនៅណាមីងណា ព្រោះខ្ញុំចាំចៅពីរ បាទបាទ គេដូនមួយទៀត បាទហើយនៅកូនកូនទៀតណា គ្មានអ្នកឲ្យគ្មានអីទេទេដល់ បាទបាទបាទ ខោឲ្យគាត់ជំនាញពាក់មិនបានបងប្អូនជួយទេ បាទ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  ទេសព អូខេនឹងឥឡូវមីងមានអីសំណុំពរចង់និយាយឲ្យធូរទៅនិយាយនិយាយមួយអាណាចក្រកោភ្នំមកគេលឺជឿមីងមានចង់និយាយ បោដល់ចេះទេខ្ញុំសុំបោឲ្យតាសំបានកៃក្រ ស្ពះផងទៀតស្ពះហា សំបានអត់ ហើយសូមអាញាសូម ហើយ ស្នា សូម សូម អ ផ្ទះ ញ្ញាតខោជួយខ្ញុំផងព្រោះខ្ញុំមិនម៉ាយ មើលម៉ាយឲ្យមើលចៅមើលជីដូនមើលចាំកូនម្នាក់ ចាំ ឯង ចដូនទៀត បាទ ហើយចាំចៅ2នាក់ទៀត បាទបាទបាទ សូម เดี๋ยวได้ขอฟึกទី3ចន្លឹកប្រេក យិតស្ពះដៃស្ពះលើ បាទ ដៃ ទេធម្មតាមកគុំសាផ្ទះអីទីបានហើយប៉ុណ្ណឹងបានហើយបាទខត់ប្រេកទី3បាទមីងមីងនិយាយទីសុំផ្ទះណាសុំទី1សុំផ្ទះនិងសុំបានក្រីក្រតែប៉ុណ្ណឹងហើយមីងណា ឡើយព្រោះខ្ញុំក្រ អូខេយល់ហើយតោះហ្នឹងហើយប្រិមិត្តទូទៅនិកជនឥឡូវនេះក៏យប់ហើយដែរឥឡូវនេះអ្នកមីងយ៉ងយ៉ាត់ដែលមានកូន7នាក់ហើយស្លាប់ម្នាក់ គាត់ស្លាប់ បាទប្តីក៏គាត់ស្លាប់ដែរហើយឥឡូវនេះគាត់សនំពោទៅអាជ្ញាធរបាទសនំពោទៅលោកមេឃុំលោកអភិបាលនៃគណៈបាលស្រុកបាត់ភ្នំកាកបាទក្រហមស្រុកកាកបាទក្រហមខេត្តព្រមទាំងស្នើដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតឯកឧត្តមអភិសន្តបណ្ឌិតសវិជ្ជាឯកឧត្តមប្រធានក្រុមការងារខេត្តចុះជួរមូលដ្ឋានស្រុកបាត់ភ្នំឯកឧត្តមងិនប៉ាណាល់នឹងអាដាមបាលនៃបានខេត្តព្រៃវែងនិងកាកបាទក្រហមខេត្តសូមលោកមេត្តាជួយផ្ដល់ផ្ទះមួយខ្នងបាទដល់គាត់ផងព្រោះគាត់មេម៉ាយចាំចៅពិបាកវេទនាបាទចេះផ្ទះអស់ហើយស្នើសុំផ្ទះមួយខ្នងហើយនឹងសូមបានក្រីក្រដើម្បីព្យាបាលជំងឺបានការឧបត្ថម្ភពីរដ្ឋអីជាដើមបាទហ្នឹងហើយគាត់គឺមានវិប្រចាំការជាដើមហ្នឹងហើយប្រិមិត្តហើយឥឡូវនេះក៏សូមបញ្ជាក់ប្រាប់ប្រិមិត្តទីជននិកជនដែលត្រូវលើកឡើងហ្នឹងឡើងមកតាមលើកសម្រាប់មកប៉ាហ្នឹងហើយឥឡូវនេះបានន័យថាគាត់អស់លីងហើយបាទប្រិមិត្តនេះក៏ដើរតាមប៉ាមកនេះអស់លីងនេះឡើងចូលមកយកកូនបញ្ចាំងមកហ្នឹងនេះប្រិមិត្តឆេះផ្ទះអស់លីងនេះគឺបានន័យថាឆេះផ្ទះឈើនេះគឺធ្វើពីប្រេងខ្យល់ធ្វើពីខ្នោតហើយប្រក់សង្កសីអូនមើលមកប៉ានេះហ្នឹងហើយឆេះអស់ហើយឥឡូវនេះគាត់ស្នើសុំដល់អាយដាមប្រធានក្រុមការងារអាយដាមងិនប៉ាណាល់នៅស្រុកបាភ្នំព្រមទាំងអាយដាមអភិសន្តបណ្ឌិតសវិការនិងមន្ត្រីរាជការទាំងអស់ជាពិសេសកាកបាទក្រហមសូមស្នើដល់អាយដាមលោកស្រីសូមមេត្តាផ្ដល់ផ្ទះជូនគាត់មួយកូនខ្នងហើយនឹងសូមបានក្រីក្រដើម្បីទៅព្យាបាលជំងឺមិនអស់លុយព្រោះគាត់មានជំងឺប្រចាំកាយជាដើមហើយយើងនឹងធ្វើវីដេអូលម្អិតទៀតហើយបងប្អូនចង់ជួយឧបត្ថម្ភអ្នកមីងបាទយ៉ងយ៉ាត់ក៏បានដែរបាទមីងដៃផ្ទះចុះលុយទុកកបាយចុះហ្នឹងហើយតាមរយៈអាណាចក្រនគរភ្នំតាមเพจផ្លូវការរបស់អង្គភាពអាណាចក្រនគរភ្នំយើងខ្ញុំឬក៏តាម Telegram លេខ088 78 21 7 3ដើម
បាទ096 29 23 6ខួតបាទហើយធានាថាលុយកាក់របស់បងប្អូនដែលជួយឧបត្ថម្ភគឺខ្ញុំនឹងផ្សាយនិងធ្វើបញ្ជីស្នាមឲ្យបានច្បាស់លាស់ដើម្បីឲ្យបងប្អូនដឹងហើយធ្វើវីដេអូផ្ទាល់ធ្វើការផ្សាយផ្ទាល់បាទអញ្ចឹងសូមស្នើដល់ប្រិយមិត្តទូទៅជនទាំង13ក្រុងស្រុក116ឃុំជាពិសេសបងប្អូននៅអានីសមុទ្របងប្អូនជនរួមជាតិនៅអានីសមុទ្រនៅអាមេរិកកាណាដាអូស្ត្រាលីបារាំងអីជាដើមដែលជាមិត្តភក្តិម្នាក់ខ្លះរបស់ខ្ញុំក៏ដូចជាសពប្រសិទ្ធជនដែលជាអនិច្ចជនចេញពីស្រុកខ្មែរទៅក្រៅប្រទេសសូមលោកជួយផងហើយសូមថ្លែងអំណរអគុណសារជាថ្មីម្ដងទៀតដល់លោកគ្រូផូផានិតព្រមទាំងភរិយានិងបុត្រធីតាដែលជួយឧបត្ថម្ភមីងចំនួន$100សម្រាប់ដោះស្រាយជីវភាពក្រោយពេលភ្លើងឆេះផ្ទះអស់ទ្រព្យសម្បត្តិអលីងនេះបាទហើយឧបត្ថម្ភខ្ញុំចំនួន$200,000 $50នេះសម្រាប់ចុះធ្វើការងារសប្បុរសធម៌ក៏ដូចជាជួយបម្រើកិច្ចការងារក្នុងសង្គមបាទសូមជូនពរថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកផូផានិតនិងភរិយានិងក្រុមគ្រួសារសូមឲ្យសមប្រកបជួបប្រទះពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3មនុស្សទេវតាព្រះនិព្វានរកស៊ីទទួលទានមានបានសុខភាពល្អបច្ចុប្បន្នយឺនយូរទទួលជោគជ័យគ្រប់ភារកិច្ចបាទហ្នឹងហើយសូមអរគុណហើយបងប្អូនសប្បុរសជនសូមលោកមេត្តាជួយឧបត្ថម្ភគាត់តាមកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនខណៈពេលនេះខ្ញុំបាទហងបណ្ឌិតចាងវាងសារព័ត៌មានអង្គភាពអាណាចក្រនគរភ្នំសូមអរគុណសូមគោរពលាចុចបាត់កងមកឲ្យបានបាទនេះប្រិមិត្តសូមបាត់ឡាយតែប៉ុណ្ណេះសិនហើយមុនបាត់ឡាយឲ្យបងប្អូនមើលផ្ទះគាត់នេះបងប្អូននេះឆែកអស់ហើយតិចទីអស់ហើយមិននៅទេបាទនេះបាទនេះអស់ហើយមានផ្ទះអីនៅទេបាទហ្នឹងហើយសូមអរគុណ